はい皆さんសូមទោសដែលឆ្លើយតបវីដេអូយឺតអូខេអញ្ចឹងថ្ងៃហ្នឹងយើងរៀនអំពីសេកាសឹកអង់គ្លេសស៊ឺបបន្តហើយខ្ញុំយកមកគឺនៅក្នុងទំព័រ194អ្នកទាំងអស់គ្នានៅខែគុក Physical Cascang សាកឆ្នាំ39ហើយយើងនឹងត្រៀមប្រឡងឆ្នាំ2027អញ្ចឹងហើយយើងនឹងរៀនទាំងអស់គ្នាក្នុងមេរៀនហ្នឹងអូខេក្នុងមេរៀនហ្នឹងគេនិយាយអំពីអ្នកគេអ្នកទាំងអស់គ្នាគឺនិយាយអំពី Angena Sumaino Tamino Kankyo Sebi មានន័យថាកន្លែងហ្នឹងគឺKankyo Sebi មានខាងសាស្ត្រនេះខុសខុសកន្លែងហ្នឹងខ្ញុំអធិស្ឋានផងអញ្ចឹង Kankyo Sebi ការរៀបចំបរិស្ថានសម្រាប់លំនៅឋានឲ្យមានសុវត្ថិភាពកន្លែងហ្នឹងគេចង់សម្ដៅអញ្ចឹងណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងក្នុងនោះមានអីគេខ្លះគឺមានខ្យូស៊ីស៊ឺណូខាងខ្យូសេប៊ីកន្លែងខុសទៀតនេះខាងខ្យូសេប៊ីហើយនឹងខៃដានរ៉ូកាណូខាងខ្យូសេប៊ីអញ្ចឹងណានៅក្នុងបន្ទប់ឬក៏នៅផ្លូវដើរឬក៏នៅចណ្ដើរអូខេតោះអញ្ចឹងកន្លែងហ្នឹងគឺសម្រាប់យោសាសាណាមានតែមានសម្រាប់មនុស្សចាស់មានសម្រាប់ពួកយើងណាអញ្ចឹងនៅកន្លែងមនុស្សចាស់រស់នៅគឺគាត់មានចំណុចសំខាន់ជាច្រើនដើម្បីការពារអាយុជីវិតរបស់គាត់កុំឲ្យពិសេសពេលពួកគាត់រស់នៅប្រចាំថ្ងៃហ្នឹងកុំឲ្យពួកគាត់ពិបាកអញ្ចឹងណាសេកាសឹកអង់គ្លេសមានន័យថាការជួយគ្រប់គ្រងនៃជីវិតប្រចាំថ្ងៃរបស់ពួកគាត់ហ្នឹងតាមបច្ចេកវិទ្យាបច្ចេកទេសអញ្ចឹងណាអូខេតោះឥឡូវយើងទៅទៀតគឺខ្យូស៊ីស៊ឺណូខាងខ្យូសេប៊ីហ្នឹងគឺការរៀបចំបរិស្ថាននៅក្នុងបន្ទប់ស្នាក់នៅមានការរៀបចំនៅកន្លែងកត់ដេកហ្នឹងណាកន្លែងបន្ទប់កត់ដេកអញ្ចឹងណាអូខេតោះតែមួយទៀតគេថាស៊ីនស៊ីស៊ឺខាងខេងកាំងហ្គេងកាំងទៅអូណាជីកៃកានូโซម៉ាស៊ីបន្ទប់គេងគួរតែនៅជន់តែមួយជាមួយនឹងច្រកចូលផ្ទះអញ្ចឹងណាស្គីគេនិយាយថា Hikido no totewa bo kata ni suru មានន័យថានេះកន្លែងមានអ្នកស្រីក្មេងកាន់ហ្នឹងបូកតាហ្នឹងHikido no ហើយបូកតាហ្នឹងកន្លែងហ្នឹងអញ្ចឹងអ្នកស្គាល់ទេទ្វារជប៉ុនពេលច្រើនគេទាញជាចំហៀងអ្នកទាំងអស់គ្នាអញ្ចឹងHikidoអូខេតោះអញ្ចឹងទ្វារហ្នឹងទ្វាររុញបើកហ្នឹងគឺប្រើដែលមានរាងជាដំបងវែងនឹងមានអ្នកស្រីកាន់ហ្នឹងហើយកន្លែងហ្នឹងឯងតោះដូសេងកាកាគូហូដេគីរូយ៉ូណាកាគូនោះហើយជីស្រុមានន័យថាកន្លែងកាគូហូមានកាគូគីណាអធិស្ឋានហងខ្ញុំវាយខុសហើយចឹងគេចង់មានថារៀបចំគ្រឿងសង្ហារឹមឲ្យមានរបៀបដើម្បីធានានៅផ្លូវដើរដែលគ្មានឧបសគ្គមានថាផ្លូវដើរឲ្យមានសុវត្ថិភាពកន្លែងហ្នឹងអញ្ចឹងណាតោះទៅទៀតគេថាខាគឺណូតេនតូបូស៊ីមានន័យថាកន្លែងតេនតូបូស៊ីហីរ៉ាកណាក៏ខុសទៀតដែរកន្លែងហ្នឹងក៏មានតេនតូបូស៊ីថៃសាគឺស្រិមានន័យថាមានវិធានការពារគ្រឿងសង្ហារឹមកុំឲ្យដួលរលំអញ្ចឹងនៅប្រទេសជប៉ុនគឺមានអីគេគឺមានរំជួយដីអញ្ចឹងសំខាន់មែនតើដើម្បីកុំឲ្យដួលរលំអញ្ចឹងណាតទៅទៀតសាត់ស៊ីយ៉ាស៊ីនប៊ឺណាដូអូយូកានីអូកាណៃមានន័យថាកន្លែងហ្នឹងក៏សំខាន់ដែរណាគឺមិនដាក់គេគឺកុំຕົកទស្សនាដីនិងកសែតនៅលើឥដ្ឋចឹងគេឲ្យយើងដាក់ឯណាកន្លែងយើងដាក់ទៅចាស់ក៏ដែរជួនល្អិលដួលអញ្ចឹងណាអូខេទៅទៀត Denki Kodo Rui កន្លែងហ្នឹង Rui មានអីទេអ្នកទាំងគ្នា Rui は壁に寄せて固定するケーブルカバーをつけると良いអញ្ចឹងខ្សែភ្លើងហ្នឹងDenki Kodo មានប្រភេទខ្សែភ្លើងហ្នឹងគឺដាក់ឲ្យជាប់នឹងជញ្ជាំងហើយបំពាក់ស្រោមការពារខ្សែឲ្យមានរបៀបអូខេតទៅទៀតយោに手すりなど掴むことができるものを設置するអញ្ចឹងមកយកគេថាការដំឡើងប្រកាន់ដៃអ្នកកន្លែងហ្នឹងប្រកាន់ដៃមិនដំឡើងដៃណាប្រកាន់ដៃហ្នឹងគឺនៅឬឧបករណ៍ដែលអាចចាប់កាន់បានហ្នឹងនៅតាមកន្លែងសំខាន់ដូចជាបន្ទប់ទឹកដូចជាកន្លែងកត់គេងឬក៏ផ្លូវកត់ដើរអញ្ចឹងគឺត្រូវការត្រូវការប្រកាន់ដៃអ្នកទាំងអស់គ្នាអញ្ចឹងណាអូខេឥឡូវយើងទៅទៀតគេថា Genkan mato ya basu mato wa suberi domino suitamono o sio ស្ឬអញ្ចឹងកម្រាលជូតជើងហ្នឹងនៅច្រកចូលហើយនឹងបន្ទប់ទឹកហ្នឹងគឺត្រូវមានទ្រនាប់ការពារការរអិលដាក់នៅពីក្រោមនោះទៀតណាអ្នកកុំឲ្យចាស់គាត់ដើរទៅល្អិលអញ្ចឹងណាតើឥឡូវយើងមកមើលខៃដានរ៉ូកាណូខាងខ្យូសេប៊ីអញ្ចឹងការរៀបចំបរិស្ថានចណ្ដើរនិងផ្លូវដើរអូខេតោះរ៉ូកាវ៉ាដានសាអូណាគឺស៊ូស៊ីごめんណាគឺស៊ីស៊ឺបេរីនីគួយហ្សៃស៊ីស៊ឺនីស្រុអញ្ចឹងលុបបំបត្តិភាព
ខុសគ្នានេះកម្រិតcũngមានថាកុំឲ្យមានខ្ពស់នេះទាំងនេះឬក៏ចណ្ដើរតុយឬក៏ខ្លីៗអញ្ចឹងណាអញ្ចឹងលើផ្លូវដើរត្រូវប្រើសម្ភារៈដែលមិនងាយរអិលមិនឲ្យរអិលអញ្ចឹងថាមិនងាយរអិលកន្លែងហ្នឹងណាអញ្ចឹងយើងសំខាន់មែនទែនក្នុងការរៀបចំឲ្យចាស់គាត់រស់នៅអញ្ចឹងណាអ្នកដែលធ្វើការនៅមណ្ឌលគឺមើលជនជាតិជប៉ុនគេដាក់មិនគឺយើងសង្កេតថាពេលយើងប្រឡងកូកាស្កេនក៏អញ្ចឹងណាអ្នកនរគ្នាអូខេព្រោះអីគេយកតាមស្តង់ដាររបស់រដ្ឋគេចេញមកអញ្ចឹងណាតទៅទៀតគេនិយាយថាខៃដាណូごめんខៃដានយ៉ារោកានីទេសេរីសេជីសឬគេថាដំឡើងប្រកាន់ដៃនៅតាមចណ្ដើរនិងផ្លូវដើរអូខេតទៅទៀតខៃដាណូខាតាមានន័យថាខាតាហ្គាវ៉ាមានកាតាណាខាតាហ្គាវ៉ានេះទេសេរីម៉ូគីរបាយខាណូដេអារេបាអូរីរុតូគីនីគីគីតេតូណារុហ្គាវ៉ានេះសេជីសឬចឹងកន្លែងហ្នឹងគឺសំខាន់មែនតើអ្នកទាំងគ្នាគឺនៅពេលដែលចុះគឺដាក់ខាងដែលគីគីតេមានថាស្គាល់ពាក្យគីគីតេគឺជាដៃដែលខ្លាំងដៃដែលអ្នកទាំងបើអ្នកទាំងនេះញ៉ាំបាយដៃស្ដាំដៃហ្នឹងឯងគីគីតេរបស់អ្នកទាំងគ្នាបើអ្នកទាំងញ៉ាំបាយដៃឆ្វេងគឺដៃឆ្វេងហ្នឹងឯងគឺជាគីគីតេរបស់អ្នកទាំងគ្នាអញ្ចឹងមានដៃដែលយើងថ្នាក់ប្រើជាងគេកន្លែងហ្នឹងណាអញ្ចឹងក្នុងករណីដំឡើងប្រកាន់ដៃដំឡើងប្រកាន់ដៃជន់នៅម្ខាងនៃចណ្ដើរជាងដំឡើងប្រកាន់ដៃម្ខាងនៃចណ្ដើរហ្នឹងប្រសិនបើអាចហ្នឹងយើងនេះមកគឺដាក់នៅពេលចុះអញ្ចឹងណាដាក់ខាងដែលគាត់ខាងថ្នាក់ដៃហ្នឹងណានៅខាងចុះអញ្ចឹងណាបើអញ្ចឹងប្រសិនបើគាត់ថ្នាក់ដៃខាងស្ដាំអញ្ចឹងពេលដែលគាត់ចុះពីលើកំដៅហ្នឹងគឺខាងស្ដាំគាត់អាចកាន់បានណាអ្នកទាំងកន្លែងហ្នឹងណាសំខាន់មែនតើកន្លែងហ្នឹងគឺជាចំណុច point តមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាបើមិនចាំចំណុចចឹងទេពេលប្រឡងគឺវល់ណាអ្នកទាំងអស់គ្នាវល់យើងអត់ដឹងថាយកសាសានកាន់ឡើងកំដៅឡើងមិនផងចុះមិនផងអាហ្នឹងក៏សំខាន់ដែរណាកន្លែងហ្នឹងណាតើលើយើងទៀតណារោកាណូខាបេនីដេនកន្លែងហ្នឹងរ៉េនស៊ូគឹមានថាខុសទៀតហើយកន្លែងហ្នឹងរ៉េនស៊ូគឹតេគីនីទេសេរីអូស្កេរុតូយ៉យអញ្ចឹងរឿងដែលល្អបំផុតហ្នឹងគឺបំពាក់ប្រកាន់ដៃឲ្យជាប់គ្នានៅលើចិញ្ចៀងកន្លែងហ្នឹងចិញ្ចៀងផ្លូវដើរនេះមិនចិញ្ចៀងរប៊ីងណាចិញ្ចៀងផ្លូវដើរខ្ញុំវាយខុសហើយកន្លែងហ្នឹងនេះផ្លូវដើរចិញ្ចៀងផ្លូវដើរអូខេតោះយើងទៅទៀតយ៉ាកាងយូកាមេនយ៉ាដានសាហ្គាយោគឺមីរុយោនីរ៉ូកាយ៉ាខៃដាណូខាបេនីវ៉ាអាស៊ីម៉ូតូរ៉ៃហ្គូមេនហ្វឺតូរ៉ៃតូអូសេជីសិរតូយោអញ្ចឹងគូដំឡើងភ្លើងជើងនៅកន្លែងជើងហ្នឹងគូដំឡើងឬគូបំពាក់កន្លែងហ្នឹងអ្នកទាំងអស់គ្នាគេនិយាយថាបំពាក់ក៏បានដែរបំពាក់នៅកន្លែងផ្លូវជើងនេះកន្លែងនេះខ្ញុំគុំវងកន្លែងនេះបាក់មើលមែនក៏ហើយនេះហ្នឹងអូខេខមមិនយូតនេះទាំងអស់នេះកន្លែងខ្ញុំគូក្រហមហ្នឹងឯងកន្លែងហ្នឹងគេនេះហ្វូតូរ៉ៃតូឬក៏អាស៊ីម៉ូតូតូនេះទាំងកន្លែងហ្នឹងគឺសំខាន់មែនតើដោយសារយើងសាសានគាត់មើលអត់សូវឃើញយប់ឡើងតែយើងក៏ពិបាកដែរយើងពេលខ្លះយើងដើរទៅងឹតដែរហ្នឹងបុកជាងដល់គ្នាហ្នឹងតោះអញ្ចឹងនៅតាមផ្លូវដើរចណ្ដើរដើម្បីឲ្យមើលឃើញផ្ទៃឥដ្ឋកម្រិតកម្ពស់បានច្បាស់នៅពេលយប់អូខេអញ្ចឹងពាក់ព័ន្ធនឹងមេរៀនដែលខ្ញុំដកស្រង់ចេញពីសិភៅនៅទំព័រ194ខែកូហ្វឹកស៊ីស៊ីកូកាស្កែងឆ្នាំទី39ត្រៀមប្រឡងឆ្នាំ27អ្នកទាំងនេះអាចទៅបើកមើលទំព័រនឹងបានហើយយើងយកមេរៀនជាមួយគ្នាហើយក្នុងវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាហើយសង្ឃឹមថាយើងនឹងប្រឹងប្រែងរៀនហើយនឹងប្រឡងជាប់នៅឆ្នាំក្រោយទាំងអស់គ្នាទាំងបងប្អូនក្នុងក្រុមនិងបងប្អូនដែលនៅក្នុង TikTok និង Facebook ឬក៏តាម YouTube របស់ខ្ញុំហ្នឹងហើយអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើនស៊ូៗរៀនទាំងអស់គ្នា